Lỗiជំរាបសួរពូខ្ញុំខលពីខាងពីទូ MC admin ទូងទៅពូបាទលោកពូមានឈ្មោះជាងខុំនឹងមែនពូហ្នឹងហើយពូមិនតាជាងខុំបាទដោយសារតែមានបងប្អូនប្រជាពលរដ្ឋយើងជាពិសេសអ្នកគ្រប់គ្រងវិស័យកីឡាប៉ាណាំងទូកណាគាត់តែងតែចង់ដឹងថាតើជាងមួយណាជាអ្នកផលិតទូកងដួងសូរិយាដែលល្បីកាលពីឆ្នាំទៅនៅទឹកដីខេត្តកំពង់ធំហើយអញ្ចឹងយើងខ្ញុំក៏ដឹងតម្រុយថាជាពូតើទូកដួងសូរិយានេះពូជាអ្នកផលិតផ្ទាល់ដៃមែនដែរទេបាទទូកសូរិយាថាទៅតែនេះគឺពូនឹងផលិតផ្ទាល់នេះតែម្ដងបាទហើយមួយទៀតអ្នកគ្រប់គ្រងគាត់ចង់សួរថាតើបច្ចុប្បន្នភាពនេះពូមានផលិតទូកនៅក្នុងវត្តដួងសូរិយាទៀតដែរទេពីព្រោះមានដំណឹងជាច្រើនគេតែងតែលើកឡើងថាវត្តដួងសូរិយាកំពុងតែផលិតទូកមួយគ្រឿងទៀតបាទកំពុងតែចាប់ផ្ដើមធ្វើអូនដួងសូរិយានឹងមួយទៀតគឺចាប់ផ្ដើមទេឥឡូវកំពុងតែលំបាទលោកពូបានថ្មីមួយទៀតបាទហើយចាស់ទូកដួងសូរិយាដែលព័ត៌មានគេផ្សព្វផ្សាយថាមានការខូចខាតបែកបាក់នោះតើមែនដែរឬទេចុះតើដែលថ្ងៃប្រកួតថ្ងៃទី3អញ្ចឹងអាចស្វាត់ក្តារនឹងម៉ែទៅចំកម្មវិធីតូចក្រោយអញ្ចឹងស្វាត់ក្តារនឹងមកស្លាប់វាអញ្ចឹងវាឲ្យគ្រោះថ្នាក់អញ្ចឹងបានន័យថាខ្ញុំទៅវាទៅចាញ់នៅរិនហ្មងហើយបច្ចុប្បន្ននេះមានការជួសជុលឡើងវិញទេសម្រាប់ទូកដួងសូរិយាតែមិនទាន់ឡើងវិញចាំមើលតិចទៀតព្រោះតែលោកទាន់លើថាឲ្យជួសជុលទៅលើនេះតែមិនទាន់បានក្តារបានឲ្យទេកំពុងតែផលិតតែបងសិនចាំមើលតែបងហើយបានពីចំដួងសូរិយាបកហ្នឹងតែដូរក្តារបក្រាបមកគឺដែរប៉ុន្តែថាយើងមិនទាន់បានហើយអាការនឹងដូរកោកនៅឡើយទេអូអញ្ចឹងបានន័យថាបច្ចុប្បន្នកំពុងតែផលិតទូកថ្មីហើយទូកដួងសូរិយាក៏នឹងត្រូវជួសជុលនៅក្នុងឱកាសខាងមុខដែរអញ្ចឹងហ្នឹងហើយត្រូវជួសជុលខាងមុខហ្នឹងដែរចាប់នឹងតែពីព្រោះឲ្យអាណាប្អូនហ្នឹងបាទហើយរួចទៅបាទចាប់ទូកច្របងហ្នឹងហើយលោកពូតើការផលិតនៅទូកដែលជាសិស្សប្អូនដួងសូរិយាហ្នឹងបើគិតមកទល់នឹងបច្ចុប្បន្នហ្នឹងគឺបានប្រមាណភាគរយហើយដល់ដំណាក់កាលណាដែរខ្ញុំបានហើយជា75%ហើយអូ75%ហើយអញ្ចឹងលោកពូមានមកសំណួរទៀតដែលបងប្អូនប្រជាជនយើងអ្នកគ្រប់គ្រងវិស័យកីឡាប៉ាណាំងទូកគាត់ចង់ឲ្យខ្ញុំសួរណាលោកពូណាគាត់ចង់សួរថាតើលោកពូមានឈ្មោះពិតអ្វីហើយមានអាស័យដ្ឋាននៅភូមិឃុំណាដែរហើយតើដំណើរដើមទងនៃការផលិតទូករបស់ពូនោះគឺពូចេះមកពីណាហើយចាប់ផ្ដើមអាជីពនេះតាំងពីពេលណាមកពូចេះតែធ្វើទូកងនេះពីព្រោះក៏កើតមកពីដួងសូរិយាប្រហែលទៅតែពីដំបូងអញ្ចឹងតែចេះនេះវារួមទៅវាចេះដោយសារពីឪពុកទុកដាក់ឲ្យយើងទៅយើងអាចធ្វើបានអញ្ចឹងបាទមកតែជាងទូកមកខំនេះព្រោះដំណើរទីរោងហ្នឹងហើយនៅក្តីហុំតំណងអញ្ចឹងពូចៅក្នុងស្រុកក្នុងភូមិនឹងវត្តនឹងតំណងអូបាទអញ្ចឹងបានន័យថាពូជាអ្នកខេត្តកំពង់ធំហើយជាចំណោះជើងវត្តក្តីដងនឹងផ្ទាល់តែម្ដងចំណោះក្តីដងនឹងពិតតំណងពូចង់លេងទូកណាវាចូលចិត្តលេងល្បែងទូកងទូកប៉ុណ្ណាអញ្ចឹងណាបាទអញ្ចឹងទៅពូមានលោកតែសកាមួយសួរថាតែធ្វើទូកងទេគោខ្ញុំនឹងឆ្លើយថាចេះហើយធ្វើកើតទេចឹងទៅចាប់ផ្ដើមធ្វើទៅវាបានជោគជ័យនឹងទៅជាអ្នកនេះក៏បានជោគជ័យរហូតដល់តែរើមកលេងបានលេងជំនាញលេងបានគេហើយបាទតែមិនត្រូវបានធ្វើទូកបានច្រើនទេបានតិចដូចទេបាទបើគិតពីចាប់អាជីពជាជាងទូកមកទល់នឹងបច្ចុប្បន្ននេះប្រហែលឆ្នាំដែរយកបែបនេះ30ឆ្នាំអូច្រើនដែរដែរពីព្រោះគាត់សំហេងចៃលជាហ្នឹងវា20ឆ្នាំជាងហើយអាដងហ្នឹងវាចូល30ឆ្នាំហើយ32ឆ្នាំហើយតែពូចាប់ធ្វើមកណាបាទប៉ុន្តែមិនបានធ្វើគេដូចឯងទេគាត់ថាចូលបានធ្វើមួយ
ចាំពីចាំទៅបានមួយកែមួយប៉ុណ្ណឹងទេបានធ្វើញឹកញាប់ពីគេទេ បាទ ជាងទេ អញ្ចឹងគិតតាំងពីចាប់អាជីពទូក30ឆ្នាំមកនេះតើលោកពូអាចចាំបានទេថាតើស្នាដៃផលិតរបស់លោកពូប្រហែលជាប្រមាណទូកដែរ តែជា10 ទូក ចុះក្នុងនោះមានទូកណាដែលល្បីគេហៅថាអាចទទួលស្គាល់បានពីសំណាក់អ្នកគ្រប់គ្រងវិស័យកីឡាប៉ុណ្ណឹងទូកណាលំដាប់ថ្នាក់ប្រទេសមកតើមានទូកណាខ្លះដែលល្បីក្រៅពីឌូងសូយ៉ានេះ ទូកល្បីដែលមុនគ្រូសូយ៉ាដាក់នេះជាអត់មានទីចេះមកណែមកចោះទូទាំងប្រទេសទេគាត់ថាល្បីមានល្បីតាមពេញមួយទៅលេងគេរឿងមានតែគាត់ថាមានពីទៅទូទាំងប្រទេសអត់មាន បាទគាត់ថាចំណោមលេងនេះគាត់ល្បីបានតែល្បីថាលេខ1ទៅគាត់ថាតែលេខ1ទៅទៅទូទាំងប្រទេសអត់ទាន់មានទេមានតែទូតែមួយនៅកំពង់ចាមទៅប៉ុណ្ណឹងទេ បាទអញ្ចឹងអរគុណណាស់លោកពូដែលចំណាយពេលវេលាដ៏មានតម្លៃផ្ដល់នៅបទសម្ភាសន៍ជូនក្មួយហើយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះយើងខ្ញុំក៏សូមជូនពរលោកពូនិងក្រុមគ្រួសារឲ្យមានសុខភាពល្អហើយធ្វើទូកឲ្យកាន់តែលឿនណាពូណា បាទអរគុណច្រើនបាទខ្ញុំលើកមកនេះឲ្យតលីកូមួយត្រេកអរមួយដែរបាទមួយទៅពីពូនឹងត្រេកអរមួយមានវែងតទៅមកទៀតហើយអរនេះដែរទៅគេទៅវ៉ាន់សបាទៅលេងទូកលេងឲ្យលោកពូមានឃើញដែរមិនជិះគុណទេ បាទអញ្ចឹងសូមអរគុណពូសូមជម្រាបលាពូ បាទ